nghiệp sựគ្រូនិងសួស្តីដល់អ្នកទាំងអស់គ្នាអញ្ចឹងសារមិញបានបើក voice យើងមកនិយាយត្រូវ voice over សារថ្មីទៀតហើយអញ្ចឹងយើងមើលតមកយើងទៅត្រង់បែង topology យើងឃើញថាមានប៉ុណ្នេះយើងឃើញថាអឺជប់សុំមើល clarify តិចអូខេត្រូវហើយតោះអញ្ចឹងយើងបន្តទៀតមកអញ្ចឹងថានេះបែង topology របស់យើងឃើញថាគាត់ build មកគឺមានលក្ខណៈថាសិទ្ធិយ៉ាងទី1របស់ខ្ញុំដែរដោយសារថាក្នុង topology របស់ខ្ញុំគឺ build ខុសគ្នាបាទនេះគឺខ្ញុំ build ចាស់តែដល់ពេលចាក់ស្ដែងទៅដោយសារនេះជា part របស់គាត់អញ្ចឹងគាត់ជាអ្នកមានសិទ្ធិ build ខ្លួនឯងអញ្ចឹងគាត់ build មកមានលក្ខណៈបែបនេះយើងឃើញបើចាស់ connect switch ហើយជាមួយនឹង PCN device របស់យើងអញ្ចឹងអាចនិយាយថាយើងអាច change តិចដែលយើងអាចថាSri architecture របស់យើងថាគាត់មាន internet មួយហើយ block នេះគឺជា core block នេះគឺជា core របស់គាត់នេះ block នេះគឺជា core និយាយថាប៉ុណ្ណឹងជា core ហើយអាពីរនេះគឺជានេះហើយនេះផ្សេងយើងថាក្នុងបែបនេះ Sri architecture layer របស់បើនិយាយទៅត្រឹមនេះរបស់យើងជា distribute layer យ៉ាហើយមក block នេះគឺជា core របស់យើងno not core អីចេះនិយាយថា core ណាហើយឡើងមក internet ហើយបែបហ្នឹងណាហើយចូលមកជំនាញបន្ទាប់នេះជា objective របស់គាត់ទេអញ្ចឹងយើងអាចមើលបាន objective របស់គាត់ចង់បានគេប៉ុណ្្នឹងឯងហើយនេះគឺជាការអាសានទៅលើ IP សម្រាប់ PC មួយហើយ G1 មានតែ gateway របស់វាចុច1 gateway វាប៉ុណ្ណឹងហើយនេះគឺ O1 ទៅកាន់ O3 ហើយ O1 ទៅកាន់ O2 មាន IP address មួយសម្រាប់ធ្វើការ route ទៅកាន់គ្នាទៅវិញទៅមកទៅហើយ
ហើយចូលម្ដងនេះតើតើ VLAN segmentation ដែលយើងមាន PC មួយ connect គ្នាទៅកាន់ VLAN ដើម្បីទីមួយបែងចែករវាងអ្នកប្រើប្រាស់អ្នកលក់ឬក៏ user ឬក៏អាចនិយាយថាយើងបែងចែករវាង user ហើយនិងអ្នកលក់ឬក៏ HR ផ្សេងគ្នាដើម្បីកុំឲ្យមានការលុបឡំចូលគ្នាអញ្ចឹងណាបែបហ្នឹងឯងអញ្ចឹងយើងឃើញថា switch នេះ switch 3នេះគឺមិនមែនក៏អញ្ចឹងចូលមកដល់ចំណុចបន្ទាប់ទៅ VLAN segmentation VLAN segmentation ន័យថាគឺជាការបែងចែក VLAN អញ្ចឹងយើងឃើញថាសម្រាប់ switch មួយនេះគឺសម្រាប់តែ VLAN 10ទេហើយ switch 2គឺសម្រាប់ VLAN 20ហើយ switch 3 switch 4របស់យើងគឺសម្រាប់ VLAN 30 VLAN 40អញ្ចឹងយើងបែកត្រឡប់មកវិញយើងឃើញថា PC មួយគឺមាន interface គឺថាមាន VLAN របស់វាស្រាប់សម្រាប់លក់អ្នកលក់សម្រាប់HR និង IT គឺសិតតែមាន VLAN ផ្សេងៗគ្នាទាំងអស់កុំឲ្យមានការប្រើប្រាស់លោកឡំចូលគ្នាអញ្ចឹងចូលដល់ចំណុចបន្ទាប់ទៅត្រាំង port អញ្ចឹងត្រាំង port គឺវាមិនជាបញ្ហាអីច្រើនទេជាងត្រាំង port យើងអាចឃើញថាពេលគាត់ត្រាំង king គឺថាគាត់ត្រាំងទៅលើ IU 3 IU 2 IU 1អញ្ចឹងឡើយនេះយើងឃើញ IU 3ពេលគាត់ត្រាំងតាណាខ្លះមានថាគាត់ត្រាំងទៅលើ 1/3 ហើយ 1/4 ចាមានថាគាត់ត្រាំងពី1 4នេះ1 3នេះឯងចាហើយ IU 3ហ្នឹងក៏គាត់ធ្វើ VLAN ដែរក៏គាត់ធ្វើ VLAN switch មានថាគាត់ធ្វើ VLAN 10 VLAN 20នៅក្នុងហ្នឹងដូចគ្នាយ៉ាហានេះគឺសម្រាប់ត្រង់ port IU 2យើងឃើញថាគាត់ IU ទៅ1/4 និង 1/3 ទៅគាត់ធ្វើការបែងចែកទៅលើគាត់ធ្វើការត្រាំងគ្នាត្រាំង port ត្រាំង port ហើយក៏គាត់ធ្វើជាមួយនឹង VLAN ដូចគ្នានេះហើយនេះ VLAN segmentation ហើយពួកនេះគឺសិតតែត្រូវបាន configure ជាត្រាំង port ទាំងអស់តែ F1 ទៅ IU 3នេះបានយើងមើលឃើញទៅថា F1/3 គឺ connector router មួយអញ្ចឹងនៅតាំង link carry VLAN 10 20 30ហើយនឹង40អញ្ចឹងថាវា carry VLAN ទាំងអស់ហ្នឹងទៅខាងការ network អំឡុងពេលដែល keep VLAN គឺបែងចែកគ្នាទាំងអស់យ៉ាអញ្ចឹងចូលមកចំណុចបន្តទៅត្រាំង port នឹងដូចគ្នាតែតើ IU 1 IU 1បើយើងត្រាំង port គឺមានរហូតដល់13ជាមួយ 1/3 1/1 និង 1/2 ដែលយើងធ្វើការត្រាំងគ្នាហ្នឹងទៅកាន់មួយទៀតទៅកាន់ IU 2 3ហើយនឹងមួយទៀតគឺមកកាន់ router ហើយ O1 របស់យើងដើរតួសំខាន់ដែរ O1 គឺជាកន្លែងមួយដែលយើងត្រូវគិតជាងគេដោយសារទីមួយវាអាចមានបញ្ហាមកពី O1 ខ្លាំងបើសិនជា O1 មានបញ្ហា network របស់យើងវាពិបាកទេ O1 របស់យើងគឺជា DHCP relay agent មានថាគឺជាកន្លែងគឺជា IP address helper សម្រាប់ forward traffic ពី client ទៅកាន់ DHCP មានថាបើសិនបើជាមាន client គេ request DHCP គឺត្រូវចូលមកកាន់ O1 សិនហើយ O1 នីតិរបស់វានឹងគឺ lead មានថាជាការនាំសារពី client ទៅប្រាប់ DHCP server ថាមានគេ request DHCP ហើយអញ្ចឹង DHCP នឹងធ្វើការតម្លាក់ IP មកមួយឆ្លងកាត់ router ហ្នឹងទៅកាន់ client របស់យើងនឹងឯងចេះបែបហ្នឹងយ៉ានេះ DHCP relay នេះអាចនិយាយថា IP address helper របស់វានេះហើយ forward traffic request from client ហើយ send request DHCP allow all VLAN to operate automatically ហើយយើងមាន default route អីវាធម្មតាអញ្ចឹងទៅ send unknown to FortiGate អញ្ចឹងទៅយ៉ាហើយ revive provide អី provide internet connectivity វាថាឡើងទៅកាន់ internet ហ្នឹងឯងដោយសារ O1 របស់យើងទៅ connect ទៅកាន់ FortiGate ទៀតណាអញ្ចឹង receive O1 របស់យើងគឺ receive VLAN traffic performance routing and forward traffic to destination network ហើយតមកចូលមកដល់ bank topology ចូលមកដល់ bank topology របស់យើងនេះមានថា bank topology យើងឃើញ OP configuration នៃ DHCP server ជាងថា OP មានថា OP យើង configure ធ្វើជា DHCP server ហើយក្នុង DHCP របស់យើងផងដែរគឺយើងមាន4 VLAN ដែលយើងបែងចែកទៅតាម network ឬក៏ IP ដែលយើងបានចែកហ្នឹងហើយជាមួយនឹង VLAN ផ្សេងគ្នាអញ្ចឹង VLAN 10ផ្សេង VLAN 20ផ្សេង30ផ្សេង40ផ្សេងអញ្ចឹងជៀសវាងក្នុងការប្រើ IP ជាន់គ្នាយើងបែងចែកវាជាមួយ network ផ្សេងគ្នាតែម្ដង
សម្រាប់ VLAN នេះសម្រាប់ user សម្រាប់ VLAN 10នេះសម្រាប់ user យើងទៅនេះ cell VLAN 3នេះគឺសម្រាប់ IT ឬក៏ admin ទៅ VLAN 4គឺសម្រាប់ HR ឬក៏ IT ហ្នឹងទៅបាទបន្តមកទៀតវិញហ្នឹងហើយតើមកចូលមកដល់ bank topology bank topology របស់យើងបាទ bank topology កន្លែងនេះគឺយើងឡើង show interface យើងមើល interface ទៅលើR2 របស់យើងតើមកយើងក៏សាកភ្លេងពី R2 ទៅកាន់ R1 R2 R1 ដើរអញ្ចឹងយើងឃើញថាភ្លេងទៅដើរដំណើរការធម្មតាអញ្ចឹងចូលដល់នេះយើងសាកធ្វើការ request ដោយសារយើងឃើញថា R2 និង R1 វា connect គ្នាហើយអញ្ចឹងយើងក៏សាក request DHCP អញ្ចឹងយើងឃើញថាពេលដែល request ទៅ PC1 PC2 PC3 PC4 ហ្នឹងគឺអាច request DHCP បានទាំងអស់អញ្ចឹងបានន័យថាពេលដែល request ហ្នឹងគឺ relation របស់យើងគឺអាចនាំមកកាន់ DHCP ហើយទទួលបាន IP ទាំងអស់គ្នាហើយអ្វីដែលសំខាន់គឺវាតាម VLAN ទៀតបាទនោះល្អមែនតើហើយមួយទៀតតទៅនឹង bank topology configuration IT admin router យើងកន្លែងនេះយើងតទៅមក IT admin ទេយើងដាក់មកគឺដើម្បីទីមួយ monitor ហើយឬក៏ troubleshoot ទេ allow all 3 to reach VLAN internet ហ្នឹងឯងហើយវាមាន communicate ជាមួយនឹង all មួយវាថាវាក៏ជាកន្លែងមួយសម្រាប់ជា client មួយជា client មួយដែរយ៉ាងតែមកយើងធ្វើការ bank topology តែយើងធ្វើការ ping ទៅកាន់ R1 R3 របស់យើង ping ទៅកាន់ R1 ដើរហើយ R3 គឺ forward management traffic to R1 when the route is in the proper destination ចាពេលយើងរត់ត្រឹមត្រូវទៅវា forward management traffic ទៅកាន់ R1 បានហើយឥឡូវនេះ bank topology យើងនិយាយ FortiGate firewall ជាង FortiGate firewall connect ពី internal network ទៅកាន់ internet មានថាពី network ខាងក្នុងរបស់យើងទៅឡើងទៅកាន់ internet control network traffic មានថាគ្រប់គ្រង traffic ដែលចេញឬក៏ចូលពី internet និងចេញពី internet និងចូលពី internet វិញហើយនេះ policy របស់វា policy ដែលគាត់កំណត់នេះគឺ allow all user access to internet enable not IP address មានថាក្នុងនេះគឺគាត់ allow ទាំងអស់ package គឺអត់មាន ban អីទេគឺអត់មាន block អីទេគឺគាត់ allow user គឺអាចប្រើ internet សុទ្ធតែម្ដងចាហើយនេះគឺជាការ ping របស់គាត់ក៏គាត់ពេលគាត់ធ្វើ FortiGate ហើយគឺគាត់ ping យកតែម្ដងអញ្ចឹងគាត់ ping គាត់អាចឡើងទៅ internet បានគាត់អាច ping ទៅកាន់ Google និង ChatGPT បានជាធម្មតាចានេះក៏គាត់សាកជាមួយនឹង PC3 PC2 អញ្ចឹងទៅគឺគាត់ដំណើរការគឺអរិយទេធម្មតាថាអាចឡើងទៅកាន់ internet បានយើងចេញចូលមក public sector ដែលជា part របស់ខ្ញុំផ្ទាល់អញ្ចឹងរៀងកន្លែង public sector នេះរៀងនិយាយច្រើនតិចដោយសារតែជា part របស់ខ្ញុំផ្ទាល់អញ្ចឹងខ្ញុំដឹងថារបស់ខ្ញុំទៅធ្វើគេខ្លះអញ្ចឹងទីមួយគឺទាក់ទងនឹង device subnet ហើយនិង IP address អញ្ចឹងដែលសំខាន់ជាងគេគឺកន្លែងទាក់ទង IP address និង subnetting ហ្នឹងឯងអញ្ចឹងមុនពីយើងទៅការធ្វើការបែងចែកច្រើនអញ្ចឹងយើងមានIP ប៉ុណ្នេះអញ្ចឹងយើងចូលមកដល់ផ្នែកមុននេះមកនេះអញ្ចឹងខ្ញុំធ្វើជាមួយនឹង VLSM តែក៏ប៉ុតVLSM នេះយើងធ្វើអញ្ចឹងក៏អត់បានដែរចាំជាទូទៅវាបែងចែកទាក់ទងជាមួយនឹង VLAN ក្នុង local ដោយសាររបស់យើងនេះគឺបែងចែកមក network ដាច់បាត់ហើយអញ្ចឹងខ្ញុំថាយើងធ្វើ create VLAN នេះ VLAN ប៉ុន្តែយើងមិនប្រើ VLSM ទេដាក់មក network បាត់ហ្នឹងឈ្មោះសម្រាប់គឺ254ហើយនេះគឺជាសម្រាប់ VLAN 10 20 30ហ្នឹងទៅចឹងយើងឃើញថាសម្រាប់ VLAN មួយគឺវាមាន path របស់វាសម្រាប់ switch មួយនេះខ្ញុំអាសាញជា VLAN 10ហើយ switch 2តមកកាន់ PC2 VLAN 20 PC3 VLAN 30 PC4 VLAN 40ទៅកុំឲ្យយើងយល់ច្រឡំគ្នាហើយមួយហ្នឹងគឺសិតតែជាក្រសួងខុសៗគ្នាទាំងអស់នេះក្រសួងកសិកម្មនេះក្រសួងអប់រំក្រសួងមហាផ្ទៃនេះក្រសួងសុខភាពចឹងទៅហើយទៅមកចូលមកដល់ចំណុចនេះទៀតតទៅនឹង access port access port របស់យើង access port យ៉ាជឿមកថាយើង config ពី switch មកកាន់ PC ជា access port ទាំងអស់អានេះសម្រាប់ switch 1 VLAN 10អានេះ VLAN 20អានេះ VLAN 30អានេះ VLAN 40
ចឹងបានន័យថាយើងធ្វើ config ទៅកាន់ access port ឲ្យហើយសិនមកហើយទៅមកចាំយើងធ្វើត្រាំង key ចឹងនេះត្រាំងរបស់យើងឃើញថារបស់យើងត្រាំងគឺត្រាំងហើយនេះត្រាំងយើងធ្វើត្រាំង E0/2 E0/0 ក៏ប៉ុន្តែ E0/1 នេះគឺយើងធ្វើត្រាំងមក IU13 ហើយ E0/0 យើងត្រាំង IU14 ហើយត្រាំង E0/1 នេះយើងត្រាំងមក IU14 នេះដូចគ្នាចឹងបន្ទាប់ពីយើងធ្វើប៉ុណ្ណឹងហើយយើងចូលនៅក្នុងប្រព័ន្ធធ្វើ HTTP មានថា HTTP របស់យើងមានថាធ្វើយើងដើម្បី prevent loop back មានថាយើង prevent loop កន្លែងនេះចឹងយើងមាន IU13 14 15ចឹងឡើងយើងធ្វើ HTTP មកហើយយើងធ្វើ HTTP លើ IU13 ដើម្បីយើងបង្កើតវាជាមាន E0/0 នេះធ្វើជា root ចឹងយើង root មានថាយើងធ្វើផ្លូវផ្សាយនេះធ្វើជា root ចឹងថាពេល traffic ហូរមកទាំងអស់វានឹងរត់មកតាមផ្លូវនេះឲ្យវាស្គាល់ផ្លូវបើនិយាយទៅមិនថាវាស្គាល់ផ្លូវថាណាបែបហ្នឹងចឹងចូលមកដល់នេះ verify IU13 ជា spanning tree ចឹងឃើញកន្លែងនេះតាមមានថាយើងប្រកាសកន្លែងនេះមិនគឺជា root ដើម្បី connect ឡើងមកកាន់ដំណាក់កាលទៀតមកដំណាក់កាលទៀតចឹងចុងមកសពយើងធ្វើការយើងធ្វើជាមួយនឹង ether channel របស់យើងនេះមានថាយើងធ្វើជាមួយ LACP មានថាយើងធ្វើដើម្បីកុំឲ្យវាដាច់ទៅវានៅវាអាចថាដាច់មួយខ្សែនៅមួយខ្សែអញ្ចឹងយើងធ្វើជាមួយ0/3 និង 1/0 រវាង IU13 និង IU14 ចឹង IU14 នេះធ្វើហើយយើងធ្វើ IU13 ទៅទៀតជៀសវាងនឹងការមានបញ្ហាទៅជាមួយនឹង redundant តើមកសប្តាហ៍ដែលយើងបានធ្វើនេះគឺតើតើជាមួយនឹង CLI FortiGate នៅក្នុងរបស់យើងមាន FortiGate ដែរអញ្ចឹងconfig ទៅលើ CLI ហើយចឹងថាយើងប្រើ command សុទ្ធដើម្បី config ប៉ុន្តែក្នុងលក្ខខណ្ឌនេះនៅពេលដែលយើង config ចឹងយើងអត់ទទួលបានជាមួយនឹង GUI ទេយើងអាចធ្វើជាមួយ GUI បានទេបើមើលក្នុង network នេះបានន័យថាពីដំបូងរបស់យើងគឺអត់មាន cloud ទេគឺ port របស់យើងគឺ connect មកកាន់ IU7 នេះមកដើម្បីចូល core ឲ្យបានឡើងមក internet តែដោយសារតែរបស់យើង run អត់រួចចឹងហើយយើងដាក់សម្រាប់ចិត្តដាក់ cloud មកមួយវិញចឹង network ពីដំបូងរបស់យើងគឺ connect បែបហ្នឹងឯងចឹងជាហេតុធ្វើឲ្យយើងអាចចូលជាមួយនឹង GUI បានហើយនេះយើងក៏បាន set ជាមួយនឹង IP ដើម្បីចូលប៉ុន្តែវានៅតែចូលអត់រួចសម្រាប់ port មួយប៉ុន្តែមិនយូរទៅក៏យើងដឹងថាជាទូទៅ port មួយរបស់យើងវាអាសានវាជាប្រភេទ ACP mode ចឹងបើវាជា ACP mode មានថាវាមាន IP ស្រាប់ហើយចឹងយើងអាចយក IP ដែលនៅក្នុង FortiGate ហ្នឹងដើម្បីផាកក្នុង browser ឬក៏ Firefox ដើម្បីចូលជាមួយនឹង interface របស់វាយ៉ាងហើយនេះគឺជាការដែលយើងបានធ្វើពីមុនហើយនេះជាមួយនឹងការ config ជាមួយនឹង VLAN យើងឃើញជាមួយនឹង Firewall Policy មានថាយើង allow គ្រប់ VLAN ទាំងអស់ឡើងទៅកាន់អ៊ីនធឺណិតហើយនឹង allow ឲ្យ VLAN ទាំងអស់គឺ ping ទៅរកគ្នាបានធម្មតាហើយបើយើងចេះអានេះនៅពេលដែលយើង config CLI ផ្ទាល់ហើយនេះយើងក៏ធ្វើការនៅពេលដែលយើងធ្វើក្នុង local នេះយើងក៏សាក ping ទៅកាន់ PC gateway មួយដែរយើងឃើញថា ping ទៅវាដំណើរការធម្មតាអត់មានបាត់ packet ទៅណាទេហើយបន្ទាប់មកយើងក៏ធ្វើជាមួយនឹង routing table ដូចគ្នាយើងក៏មាន routing នៅក្នុង FortiGate ហ្នឹងទៅកាន់ VLAN មួយដែរយើងមាន gateway របស់វាមួយហ្នឹងតមកចូលតមកយើងក៏ ping ពី FortiGate ហ្នឹងទៅកាន់ PC មួយទៀត
ដើម្បី clarify ថាអូខេយើង pin the gateway ចឹងយើងអាច pin the PC បានដូចគ្នាចឹងយើងឃើញថាចឹងពេលដែលយើង pin ទៅយើងឃើញថាវាដំណើរការវាអាច pin ទៅកាន់ PC មួយបានទាំងអស់ហើយបន្ទាប់មកយើងចូលមកដល់នេះយើងទៅ connectivity ខាង local ដូចបានជាពីដំបូងចឹងយើងទៅ PC មួយទៅកាន់ gateway ទាំងអស់យើងឃើញថាវាដំណើរការធម្មតាប៉ុន្តែយើងនៅដំណើរការក្នុង local ចឹងយើងត្រូវឡើងអ៊ីនធឺណិតចឹងបើយើងឡើងអ៊ីនធឺណិតយើងមិនត្រូវដាក់ជាមួយនឹង cloud មួយដើម្បីឡើងទៅកាន់អ៊ីនធឺណិតនេះគឺជាតែ connectivity បន្ទាប់ពីយើង add cloud ទៅ topology របស់យើងចឹងយើងឃើញថាយើងមានប្រព័ន្ធក្រសួងនេះចំណុចមកកាន់ port មួយហើយឡើងមកកាន់ cloud នេះ cloud របស់យើងតោះមកយើងចុចទៅមុខបន្តិចទៀតមកយើងនឹងឃើញថានេះអ្វីដែលយើងខុសពីដំបូងគឺថាដំបូងយើង set IP សម្រាប់ port មួយប៉ុន្តែនៅពេលដែលយើង start វាជា static យើងខ្ញុំថាយើងអត់យក IP ពី cloud ទេមានថាយើង set IP ខ្លួនឯងអញ្ចឹងយើងអាចចូលជាមួយនឹង interface របស់វាបានទេណាប្រាប់មកយើងក៏ set វាជា DHCP mode វិញដែលជា DHCP mode ហ្នឹងមានថាយើង set វាទៅជា mode DHCP មានថាទទួល IP ពីកាន់ cloud វិញអញ្ចឹងយើងក៏យក IP បែរបានមកពី cloud ហ្នឹងយកទៅ copy នៅក្នុង browser យើងឃើញថាយើងអាចចូល interface របស់វាបានហើយនេះហើយនេះជា interface របស់ FortiGate ហើយយើងក៏ធ្វើការ config ជាមួយនឹង VLAN របស់យើងក៏ config ជាមួយនឹង VLAN ដែលយើង allow ឲ្យ VLAN ទាំងអស់អាច ping ទៅរកគ្នាបានចំពោះ FortiGate ហើយនឹងយើង allow ទៅកាន់ core មានថាទៅកាន់ internet គឺថា ping ស្អីក៏បានហើយយើងក៏អាច ping ទៅកាន់ VLAN ផ្សេងៗគ្នាបានដូចគ្នាចាហើយនេះគឺជាការតេស្តលើកចុងក្រោយគឺដល់ពេលដែលយើង connect ទៅកាន់ internet យើងក៏អាច ping ChatGPT សម្រាប់ PC 1 PC 2យើង ping ទៅ UPP PC 3យើង ping ChatGPT ដូចគ្នាយើងឃើញថាដំណើរការរបស់វាគឺត្រូវហើយអ្វីដែលយើង miss នៅក្នុង task របស់ខ្ញុំនោះគឺមានតែមួយទេគឺ task របស់ខ្ញុំគឺអត់បានធ្វើជាមួយនឹង BGP ដោយសារ BGP នេះយើងធ្វើដើម្បី connect សម្រាប់ BGP យើងអត់បានធ្វើទេដោយសារតែទីមួយយើងចង់ធ្វើ BGP ដើម្បីបង្កើត AM មួយដើម្បី connect រវាង public sector មួយហើយឡើងមកកាន់ core ដើម្បីឡើងមកកាន់ internet តែដោយសារតែពេលយើងដាក់ FortiGate ហើយនេះមកយើង connect មកកាន់ internet យកមកអញ្ចឹងក៏យើងអាចបានធ្វើជាមួយនឹង BGP ប៉ុន្តែដំណើរការរបស់វាគឺនៅអាចដើរបានធម្មតាដែរអញ្ចឹងសម្រាប់តាក់ទងជាមួយនឹងពីរ network ទៀតដែលមានដូចជា campus ហើយនិង core network ខ្ញុំនឹងធ្វើការបត់ហើយសម្រាប់ core ក៏បានធ្វើឲ្យដែរប៉ុន្តែដោយសារតែអត់ទាន់សម្រាប់ core network គឺខ្ញុំនឹង present នៅក្នុងនេះតែម្ដងអញ្ចឹងមានថាចាបែបនេះអញ្ចឹងសម្រាប់ core network យើងនឹង present នៅក្នុងនេះតែម្ដងទៅហើយនេះគឺជា timetable របស់យើងដែលយើងរៀបបើតាក់ទងនឹង work progress ទេហើយនេះគឺជា task ដែលយើងបានធ្វើធម្មតានេះសម្រាប់ core network ដែលគាត់បានធ្វើជាមួយនៅក្នុង Canva ដោយសារខ្ញុំធ្វើក្នុង PowerPoint អញ្ចឹងពីដំបូងគឺយើងធ្វើបែបនេះមានថាយើង topology របស់យើងគឺ build ដំបូងគឺបែបនេះប៉ុន្តែដោយសារតែបន្ទាប់មកក៏គាត់បានដូរមកកាន់បែបនេះវិញជា final topology របស់គាត់ចុងក្រោយហើយគាត់ក៏ assign IP ទៅលើ core network មាន O1 O3 ហើយនិង O4 O1 បែបនេះតមកគាត់ជាមួយនឹង IU មួយគាត់ថា assign IP address ចឹងគាត់ធ្វើ sub interface នៅលើនឹងតែម្ដងទៅលើ IU 1 IU 2នេះ IU 1 IU 2ដែលគាត់ធ្វើជាមួយនឹង sub interface ហើយបែបនេះឯងគឺថាគាត់ធ្វើ sub interface ហើយតែមកចូលជាមួយនឹង router មួយ
router មួយនេះគឺគាត់អាសាជាមួយនឹង IP ទៅលើ core network របស់យើងហើយនេះគឺជាគាត់ធ្វើទៅលើ OSPF ដែល configuration command area zone នៃ router មួយរបស់យើងគឺ ID 2.3.3.3 ដែលជា area 0 yes ហើយ network របស់វាប៉ុណ្ណេះនេះ OSPF IU2 on IU2 ធ្វើ OSPF ដែរអានេះ command area ថ្មី router មួយអានេះ IU2 គឺថាធ្វើ OSPF លើ IU2 ដែល router ID របស់វាគឺ 2.2.2.2 ហើយនេះជា network ID របស់វា area 0 ដូចគ្នាអានេះយើងមើល command តើវាមាន neighbor ហើយយើងមើលទៅលើ OSPF របស់ O1 IU2 ហើយនិង IU1 ដើម្បី verify ទៅលើថាយើងបានធ្វើ OSPF ហើយតើមកយើង show neighbor យើងមើលទៅលើ neighbor របស់វាតើមាន neighbor គេខ្លះអញ្ចឹងអានេះយើងឃើញថា neighbor ID របស់វាទាក់ទងជាមួយនឹងneighbor យើង show ទៅលើ neighbor យើងមាន neighbor 3.3 2.2.2.2.1.1.1 នេះជាសិតជា neighbor របស់នេះហើយបាន O1 IU2 IU1 ហើយសិតតែជា neighbor របស់គាត់ហើយនេះគឺការធ្វើទៅលើ router BGP មានថាយើងធ្វើ BGP ទៅលើ O1 O3 ហើយនិង O4 អញ្ចឹងការធ្វើ BGP ហ្នឹងយើងកំណត់ទៅលើ AS នេះហើយយើងមាន network ជាមួយនឹង neighbor បានដូចគ្នា remote AS នេះអញ្ចឹង remote AS នេះមានថាយើង remote AS ទៅលើនេះO1 remote AS ទៅលើ O1 យើងធ្វើ BGP ហើយវានេះមកស្គាល់ពួកនេះស្គាល់ពីនេះមកណាទៅមកទៅលើ O3 របស់យើងហើយ O3 របស់យើងក៏មាន AS ដែរយើងប៉ុណ្ណេះហើយនេះគឺជាការ config និងការ show verify ទៅជាមួយនឹង eBGP យ៉ាងនេះក៏ដូចគ្នា O4 យើងធ្វើ eBGP configuration ដូចគ្នាហើយនេះ FortiGate command ចឹងមានថាយើងប្រើដូចមិនអញ្ចឹងមានថាយើងយក IP ដែលអាសាញដោយ cloud ហ្នឹងយកទៅ copy paste ទៅលើbrowser របស់យើងដើម្បីចូលជាមួយនឹង GUI របស់វានេះពេលដែលយើងចូលទៅយើងឃើញថាគាត់បានធ្វើជាមួយនឹង edit interface edit ជាមួយនឹង policy តើយើងគួរ block អីឬក៏មិនអីចឹងទៅហើយនេះគឺ FortiGate configuration គាត់ចូលមកគាត់ចេញគាត់ថា prevent port 1ទៅកាន់ port 2ទៅ allow មិនឬក៏ block មិនចឹងទៅយ៉ាងឡើងដូចគ្នាយើងក៏ create ជាមួយនឹង OSPF នៅក្នុង FortiGate មាន router ID របស់យើងប៉ុណ្្នឹងឯង0010អីចឹងទៅចូលមកបន្ទាប់គឺយើង verify ថាយើង ping from O1 ទៅកាន់ FortiGate នេះយើងឃើញតាដើរហើយពី FortiGate ទៅកាន់ O1 យើងឃើញតាដើរដូចគ្នានេះ verify task គេថា success rate របស់គាត់គឺ 100% ចាបាទអញ្ចឹងសម្រាប់ core network ដែលគាត់បានធ្វើគឺមានប៉ុណ្ណឹងចាត្រឡប់មកវិញអញ្ចឹងតើតើនឹង campus បានរៀបរួចហើយនឹង public sector ក៏បានហើយដូចគ្នាអញ្ចឹងសូមអរគុណនិងសូមជម្រាបលា